សូមក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាពុះលលោសូមនមស្ការថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំកណាអាត្មាអានឈ្មោះញោមញាតិពុទ្ធបរិស័ទរស់នៅសហរដ្ឋអាមេរិកទាំងនៅឡុងប៊ិចមនីសតាសោកឡៃណាស៊ីកាហ្គូកាលីហ្វ័រញ៉ាទាំងអស់បងជាពិសេសញោមញាតិដែលធ្លាប់ស្គាល់ខ្ញុំកណាអាត្មាតាមរយៈបណ្ដាញសង្គម Facebook និង Page និង Channel YouTube ខ្ញុំកណាអាត្មាភាពផ្ទាល់កាលពីចូលឆ្នាំទៀតណាបងអរគុណណាស់ចំពោះញោមបានចូលរួមចំណែកប្រកេនបច្ច័យ4ហើយខ្ញុំកណាអាត្មាផ្ទាល់ហើយនឹងណាចូលរួមកសាងនៅទឹកដីវត្តព្រៃខ្ពស់ក្នុងនោះគឺញោមញាតិផ្ញើបច្ច័យតាមរយៈញោមឆែមសាំងអៀនឬគឺញោមឆែមសវីបងណាបងចិត្តកូនចៅគាត់ទាំងអស់បងគាត់ចូលរួមហើយញោមប៉ាន់នួនថងទើមបងតាមរយៈញោមប៉ាន់នួនថងទើមបងហើយញោមតាំងលីលីញោមតាំងចិន្តាញោមតាមរយៈញោមឈិនភូនសុកហើយតាមរយៈញោមសួស្រីង៉ែតហើយតាមរយៈញោមថងគុតថងហ្វងបងដែលគាត់ប្រកេនណាចូលរួមកសាងនៅទឹកដីវត្តព្រៃខ្ពស់ណាពីថ្ងៃទីមុនចូលឆ្នាំបងแล้วក៏ចូលរួមបាំងស្កូលណាបងហើយថ្ងៃនេះសូមប្រកាសឈ្មោះញោមញាតិខាងតាមរយៈញោមឆែមសវីបងញោមឆែមសវីទៅតែកូនចៅគាត់បងទី1គឺលីយ៉ាអេរិននិងវ៉ានីឆែមបងណាប្រកេន$100ទី2ញោមសាំងអៀនឆែមនិងភរិយាព្រមទាំងកូនចៅ$50ទី3ញោមសាវីឆែមនិងកូនចៅ$80ទី4ញោមឆៃឆុងនិង$60ណា$60និងកូន$100ទី5ថាវ៉នបងនីខូឆែមនិងកូន$100ទី6រីឆាតអ៊ូននិងកូន$50ទី7ខឡាកឹមបងណាខឡាកឹមបងខឡាកឹមនិងកូន$20បងទៅបច្ច័យទាំងអស់គាត់សរុបទៅបាន$500ហើយញោមសាំងអៀនញោមសាវីញោមប្រកេនបច្ច័យ4អាត្មាហ្នឹងណា$50ហ្នឹងស្មើ$100ហើយនៅសល់$400គឺខ្ញុំកណាអាត្មាចាត់ចែងសងថ្លៃស៊ីម៉ង់គេបងឆ្នាំនេះសងមិនរួចទេបងសូមថ្លែងអំណរអគុណចំពោះញោមប៉ាន់នួនថងទើមបងញោមប៉ាន់នួនថងទើមក៏បានចូលរួមបនចូលឆ្នាំនោះ$200ដែរបងតែគាត់នៅសហរដ្ឋអាមេរិកបងហើយសូមអរគុណចំពោះញោមញាតិបងហើយនឹងញោមញាតិនៅសោកន្លែងណាតាមរយៈញោមឈិនបងណាប្រកាសឈ្មោះតែម្ដងញោមញាតិណាបងទី1ញោមសម័យនិងភរិយាអនុងអង្គបងណាបងគាត់ប្រកេន$300ឧទ្ទិសកុសលជូនកូនគាត់សមនអង្គបងណាដែលស្លាប់ទៅបាន100ថ្ងៃបងទី2គឺញោមសួស្រីង៉ែតនិងកូនចៅ$290ទី3ញោមឈិនភូនសុកនិងកូនចៅ$150ណានឹងដក$50ហ្នឹងចូលបនកូនតារ៉ាន់បងទី4ញោមសំអានអ៊ីនប្អូនបតងបងណាបងនិងភរិយាសុផលអ៊ីនព្រមទាំងកូន$60ញោមសំផៃញោមសំសិទ្ធព្រមទាំងកូនចៅ$50ញោមខឹបថងសម្បូរនិងកូនចៅ$50ញោម
ស៊ីសាវាំងបុនកើតទីបងស៊ីសាវាំងបុនកើតព្រមទាំងកូនចៅ$40បងហើយថាបិកាញោមឈិនពុនសុកទេណាបងហើយនឹងញោមថងកុដញោមថងហ្វងក្នុងនោះក៏គាត់បានជូនចាស់$5ណាហើយប្រគេនបច្ច័យ4ប្រសង់នៅក្នុងទឹកដីវត្តព្រៃពោះហើយញោមតាំងលីលីបងញោមតាំងលីលីញោមតាំងចិន្តាគាត់ប្រគេនទឹកសុទ្ធតាមរយៈក្មួយរបស់គាត់100យួរបងហើយញោមម៉ាក់នួនឧត្តរបញ្ញាតាមរយៈញោមម៉ាក់នួនឧត្តរបញ្ញានេះគាត់ប្រគេនជាសង្ឃសីទាំងមួយស្លឹក$20ហើយនឹងគាត់ចាក់ដីណាគ្រូក្រហមបងដើម្បីធ្វើរោងហើយគាត់ចូលទៅសញោមម៉ាក់នួនឧត្តរបញ្ញាចូលទៅមួយដើមបង$100អញ្ចឹងទៅសរោងនោះទៅស9ដើមទៀតញោមចម្រើនពរញោមទាំងក្នុងនិងក្រៅប្រទេសបងណាសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិនៅទឹកដីវត្តព្រៃពុះនេះទីខ្ញុំកណាអាត្មាណាទទួលប្រាក់សរុបបានក៏យកទៅសងគេបងហើយឆ្នាំនេះសងគេអត់រួចទេញាតិញោមដោយសារអាត្មាចុះឆ្នាំនេះចុះច្រើនញាតិញោមចុះច្រើនចាក់ដី500ឡានគ្រាន់តែសំងហ្នឹងចង់30តោនហើយញាតិញោមហ្នឹងហើយគ្រោះខ្សាច់ថ្មក៏ច្រើនញាតិញោមណាបងច្រើនអញ្ចឹងក៏ខ្ញុំកណាអាត្មាសូមអរគុណណាស់ចំពោះញោមញាតិទាំងអស់បងដែលរាប់អានខ្ញុំកណាអាត្មាដោយអំណាចបុណ្យលោកកុសលគុណបរតនត្រ័យទាំង3គុណព្រះពុទ្ធពធព្រះសង្ឃទេវតា10000ចក្រវាលម្ចាស់ទឹកម្ចាស់ដីគុណម៉ែមេដាបៃតាជួយបីបាច់ថែរក្សាជូនបុណ្យដល់ញោមទាំងអស់បងដែលធ្លាប់ប្រគេនបច្ច័យតាមរយៈFacebook គឺញោមហ៊ីងសំរងនឹងកូនចៅញោមច័ន្ទថងកធុនឹងកូនចៅបងគាត់ប្រគេនញោមហ៊ីងសំរងប្រគេន100ញោមច័ន្ទថងកធុប្រគេន100បងនៅក្នុងឱកាសចូលឆ្នាំថ្មីនេះប្រពៃណីជាតិថ្មីនេះណាបងណាអញ្ចឹងទីបញ្ចប់បុណ្យប្រពៃណីជាតិបុណ្យចូលឆ្នាំនៅវត្តព្រៃពុះគឺបានបញ្ចប់ហើយថ្ងៃនេះខ្ញុំកណាអាត្មាសូមប្រម៉ែប្រមូលកងបុណ្យលោកកុសលដែលកើតអំពីធម្មទានអមិសទានដោយអំណាចបុណ្យលោកកុសលនេះក៏សូមឧទ្ទិសដល់បុព្វការីជនមានមេត្តាបិតាជីដូនជីតាឬក៏សាច់ញាតិដែលទើបនឹងស្លាប់ថ្មីនេះហើយម្យ៉ាងវិញទៀតក៏សូមជូនពរជូនបុណ្យដល់ញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសបងទាំងក្នុងនិងក្រៅប្រទេសឲ្យញោមទទួលបានសម្ប្រកបតែពុទ្ធពរព្រះ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិនោះសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានជាពិសេសដោយអំណាចបុណ្យនេះក៏សូមជួយជ្រុំជ្រែងឃុំក្រងហើយញោមដែលកំពុងតែមានជំងឺក៏សូមឲ្យបានជាដោយអំណាចបុណ្យជួយបំពេញជួយបន្ថែមជួយបន្តទាំងញោមម៉ាក់នួនឧត្តរបញ្ញាញោមឆែមសាវីញោមឆែមសង្អៀនញោមឈិនញោមសួរស្រីង៉ែតញោមប៉ាន់នួនថងតើមញោមថងគុតញោមថងហ្វងញោមហ៊ីងសំរងញោមច័ន្ទថងកធុញោមតាំងលីលីញោមតាំងចន្ទាទាំងអស់បងដែលញោមបានចូលរួមចាក់មគ្គផលកសាងនឹងបច្ច័យ4ដល់ខ្ញុំកណាអាត្មាភាពនឹងកូនសាសទៀតណាដោយអំណាចបុណ្យទាំងអស់នេះក៏សូមជួយជ្រុំជ្រែងបុណ្យលោកកុសលនឹងសូមជូនដល់ញោមញាតិទាំងអស់ទៀតណាបងទាំងក្នុងនិងក្រៅប្រទេសសហរដ្ឋអាមេរិកនិងបារាំងទាំងអស់ដែលធ្លាប់ស្គាល់ខ្ញុំកណាអាត្មាសូមបុណ្យកុសលទេវតាចាំថែរក្សាញាតិញោមអត់បងទៅធ្វើដំណើរទៅទីកន្លែងណាឲ្យជួបតែសុខចម្រើនអាយុវែងបងហើយវត្តព្រៃពោះបានស្រង់ព្រះបុណ្យលោកកុសលថ្ងៃស្រង់ព្រះហើយពីម្សិលហើយថ្ងៃនេះក៏បានភ្លៀងបោបាន1មេដែរបងបាន2មេហើយបងអញ្ចឹងបុណ្យលោកកុសលទាំងអស់នេះសូមជូនដល់ញោមញាតិទាំងអស់បងណាទាំងប្រុសទាំងស្រីសូមឲ្យបានសេចក្តីសុខទាំងកូនទាំងចៅបងណាបងដែលជ្រះថ្លាប្រគេនបច្ច័យមកតាមរយៈឪពុកម្ដាយហើយបានបញ្ចូលបុណ្យមកខ្ញុំកណាសូមជូនបុណ្យបងដល់អំណាចបុណ្យលោកកុសលស្រង់ព្រះស្រង់ប្រសង់ស្រង់មួយជូនយាយតានេះបងថ្ងៃនេះសូមជូនបុណ្យដល់ញោមញាតិទាំងអស់បងទាំងស្រីទាំងប្រុសទាំងក្នុងទាំងក្រៅប្រទេសជាពិសេស
ញោមញាតស្គាល់ខ្ញុំកណាជាពិសេសញោមញាតដែលបាន like share តាមបណ្ដាសង្គម Facebook នេះផងដែរសូមអរព្រគុណនិងអរគុណទៀតណាសូមអនុមោទនា